នៅឆ្នាំ1956គ្រួសារនិងសាច់ញាតិរបស់លោកស៊ីន ស៊ីសាមុតបានផ្គូផ្គងលោកជាមួយបងប្អូនជីដូនមួយរបស់លោកឈ្មោះ ខៅ ថុងញុត ដែលរស់នៅឯខេត្តស្ទឹងត្រែង ហើយលោកបានរៀបការនៅស្រុកកំណើតរបស់លោកជាប្តីប្រពន្ធពេញច្បាប់ចាប់ពីពេលនោះមក ហើយក្រោយមកក៏ផ្ដល់កំណើតឲ្យកូន4នាក់ ប្រុស3នាក់ ស្រីម្នាក់ កូនទី1គឺឈ្មោះស៊ិនយុទ្ធនា កូនទី2ឈ្មោះស៊ិនច័ន្ទឆាយា ទី3ស៊ិនវុធា និងទី4ស៊ិនប្រាសាទសង្វារ អ្នកផងទូទៅសុទ្ធតែដឹងគ្រប់គ្នាថាគ្រួសារប្តីប្រពន្ធនេះស្រឡាញ់គ្នាណាស់ គឺពុំដែលកើតរឿងរកាំរកូសអ្វីឡើយ ប៉ុន្តែចំពោះអ្នកស្រី ខៅ ថុងញុត ហាក់ដូចជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្តី ព្រោះថាប្តីជាអ្នកចម្រៀង ហើយចម្រៀងនេះឯងដែលអាចជាអន្ទាក់ ឬជាអាហារដែលគ្មានក្លិនដ៏ឆ្ងាញ់ ដែលធ្វើឲ្យនារីជាច្រើនលង់ចិត្តទៅលើទឹកដមដ៏ពីរោះនេះហើយដែលគិតប៉ងប្រាថ្នាចង់បានម្ចាស់សំនៀងមកថ្នមគៀកកាយខ្នើយមួយពីរនាក់ តែចំពោះលោកស៊ីន ស៊ីសាមុតមិនដែលគិតដល់រឿងនេះឡើយ ចំពោះការបារម្ភរបស់អ្នកស្រី ខៅ ថុងញុតនេះ ទីបំផុតថ្ងៃមួយក៏បានមកដល់មែន នោះគឺក្នុងកំណើតលោកស៊ិន ច័ន្ទឆាយា ដែលជាកូនទី2នៃគ្រួសារនេះ គឺពេលនោះព្យុះស្នេហាមួយក៏បានមកប្រទាញប្រទង់សុភមង្គលក្នុងគ្រួសារនេះ ឲ្យឈានទៅរកភាពបែកបាក់គ្នាតតែបាន គឺពេលនោះលោកស៊ិន ស៊ីសាមុតបានជាប់ជំពាក់ស្នេហ៍ជាមួយព្រះរាជបុត្រីមួយព្រះអង្គ ព្រោះលោកតែងតែចេញចូលវាំងជាញឹកញយក្នុងឋានៈជាអ្នកចម្រៀងដែលព្រះករុណាពេញព្រះទ័យ បើតាមអ្នកស្រីស៊ិន ច័ន្ទហម ប្រាប់អ្នកស្រាវជ្រាវថាលោកស៊ិន ស៊ីសាមុតមិនដែលទៅញេះញោះស្រីមុនឡើយ គឺភាគច្រើនស្រីជាអ្នកមករកលោកមុន លុះក្រោយពេលជាប់ជំពាក់ស្នេហ៍ជាមួយព្រះនាងខ្សែរាជវង្សនោះ លោកក៏នាំព្រះរាជបុត្រីនោះរួមរស់ជាមួយគ្នាឯផ្ទះរបស់លោកតែម្ដង ដែលភរិយាលោកកំពុងស្ថិតនៅក្នុងផ្ទះនោះដែរ ផ្ទះនោះស្ថិតនៅម្ដុំខាងត្បូងផ្សារទួលទំពង់សព្វថ្ងៃ តើនេះជាការបញ្ឈឺចិត្តប្រពន្ធពេញច្បាប់ ឬជាការភ្លើននឹងអំណាចស្នេហារបស់កវីស៊ិន ស៊ីសាមុត ឬក៏ជាការមិនចេះអៀនខ្មាសរបស់ព្រះនាងរាជវង្សដែលតាមមកលួចឆក់ក្រសោបប្តីគេទាំងប្រពន្ធនៅរស់ទាំងសាច់ទាំងឈាមបែបនេះ ចម្លើយនេះគ្មាននរណាអាចបកស្រាយបានឡើយក្រៅពីលោកស៊ិន ស៊ីសាមុត និងអ្នកនាងដ៏មានអំណាចរូបនោះឡើយ តែបើតាមការគិតទៅលើចរិតនិងនិស្ស័យអ្នកចម្រៀងសម្លេងមាសស៊ិន ស៊ីសាមុត គឺលោកគ្មានបំណងណាមួយក្នុងការនាំស្រីមកដេកដល់ផ្ទះដើម្បីឲ្យប្រពន្ធកកឈាមនោះឡើយ គឺកំហុសមួយភាគធំត្រូវបានគេទម្លាក់ទៅលើស្រីតោងប្តីគេនោះឯង ព្រោះដឹងហើយថាគេមានប្រពន្ធនិងកូនរួចទៅហើយ នៅតែតាមក្រសោបប្តីគេដោយមិនចេះគិតដល់ចិត្តប្រពន្ធគេនិងចិត្តមនុស្សស្រីដូចគ្នាទៀតផង ពេលនោះដោយមិនអាចបើកភ្នែកមើលស្វាមីរួមរស់ជាមួយគ្នាល្អូកល្អឺនជាមួយស្រីថ្មីនេះបាន អ្នកស្រី ខៅ ថុងញុត ដែលជាប្រពន្ធដើម លោកក៏សម្រេចចិត្តនាំកូនទាំងពីរចាកចេញពីផ្ទះនោះ ហើយទៅរស់នៅខេត្តស្ទឹងត្រែងយ៉ាងកំសត់ ដែលកាលនោះនៅក្នុងឆ្នាំ1962 អ្នកស្រីស៊ិន ច័ន្ទហម បងស្រីរបស់លោកស៊ិន ស៊ីសាមុត ដែលរស់នៅសព្វថ្ងៃមានប្រសាសន៍ថា ពេលនោះអ្នកស្រីស្រឡាំងកាំងណាស់ពេលឃើញគ្រួសារសមុទ្របែកបាក់គ្នា ពិសេសអ្នកស្រីសែនអាណិតប្អូនថ្លៃយ៉ាងខ្លាំង ព្រោះខ្លួនជាប្រពន្ធពេញច្បាប់តែបែរជាស៊ូហូរទឹកភ្នែកឈានជើងដើរចេញដោយទុកឲ្យស្រីថ្មីគៀកកើយប្តីទៅវិញ គាត់បន្ថែមទៀតថាគ្រួសាររបស់អ្នកស្រីពិតជាពុំមានសេចក្តីក្លាហានដើម្បីបំបែកសមុទ្រចេញពីភរិយាថ្មីគ្មានខន្ធស្លានោះឡើយ ព្រោះគាត់ដឹងច្បាស់ថាស្រីនោះជាអ្នកណា ដូច្នេះគាត់ក៏ធ្វើជាមិនដឹងមិនឮនឹងរឿងនោះទៅ ប៉ុន្តែទោះយ៉ាងណាការក្រេបរសជាតិស្នេហាថ្មីរបស់សមុទ្រនោះមិនបានជាសុខសាន្តក្នុងផ្លូវចិត្តប៉ុន្មាននោះឡើយ ព្រោះលោកត្រូវប្រឈមមុខនឹងការដាស់តឿនជាញឹកញាប់ពីបងស្រីគឺអ្នកស្រីស៊ិន ច័ន្ទហម នេះឯងដែលជំរុញឲ្យសមុទ្រទៅតាមភរិយាពេញច្បាប់ពីខេត្តស្ទឹងត្រែងមកវិញ រយៈពេល7ឆ្នាំ ក្នុងការដាស់តឿនដោយការព្យាយាមរបស់អ្នកស្រីស៊ិន ច័ន្ទហម ទីបំផុតសមុទ្រក៏ភ្ញាក់ខ្លួនហើយសម្រេចចិត្តចែកផ្លូវជាមួយព្រះរាជបុត្រីនោះទៅ ពេលដឹងកំហុសលោកអាណិតដល់ភរិយាពេញច្បាប់ក្រៃលែង ពេលនោះលោកក៏និពន្ធចម្រៀងមួយបទ
ដើម្បីសុំទោសភរិយានិងសូមឲ្យនាងត្រឡប់មកវិញគឺបទឧត្តមដួងចិត្តលុះក្រោយពេលដែលបទនេះថតរួចភ្លាមស្ថានីយវិទ្យុជាតិក៏ចាក់បង្ហើរយ៉ាងគ្រលួចឮល្បីគ្រប់ទិសទីពេញប្រទេសភ្លាមដែរហើយបទនេះក៏បានរសាប់ចូលដល់ខេត្តស្ទឹងត្រែងនិងដល់ត្រចៀកអ្នកស្រីខាវថងញុតតែម្ដងបទឧត្តមដួងចិត្តនេះនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោកស៊ិនស៊ីសមុទ្រផ្ទាល់តែម្ដងអត្ថន័យនៃបទចម្រៀងនេះដូចតទៅឧត្តមដួងចិត្តជីវិតបងអោស្រស់នួនល្អងក្នុងដួងចិត្តបងសៅមងរាល់ថ្ងៃតាំងពីស្រីពៅប្រត់ទៅបងនៅអាឡ័យទន្ទឹងរាល់ពេលយប់ថ្ងៃថាស្រីថ្លៃមករកបងពេលគេងរៀមកេងអោបក្តីព្រួយរូបមួយខ្លួនមួយព្រួយអើយសែនព្រួយពេកកន្លងចរចាម្នាក់ឯងមានឮសំឡេងឆ្លើយឆ្លងដួងចិត្តអាណិតបងផងព្រោះតែបងនៅស្នេហាវិលវិញណាប្រលឹងអើយទ្រង់បងក្រៀមក្រំឥតស្បើយខ្នល់ខ្នើយកាយពីកាយាភួយយំរកនាងចង់គៀងសួររកជីវ៉ាម្ចាស់ខ្ញុំលោកទៅឋានាខ្ញុំសោកការខ្លោចសាររាល់ថ្ងៃគួរណាស់វិលវិញកុំកែប្រែវិលមករួមស្នេហ៍ដៃបងទាំងទ្វេទទួលស្រីថ្លៃវិលមកប្រលឹងបងគេងទន្ទឹងរាល់ថ្ងៃវិលមកចុះណាចរណៃបើស្រីថ្លៃមេត្តាបងយោងតាមអត្ថន័យនៃបទឧត្តមដួងចិត្តរបស់លោកដែលបានសារស័ព្ទអំពីទុក្ខសោកការអាឡោះអាល័យនិងការទន្ទឹងមើលផ្លូវគូស្នេហ៍បណ្ដូលចិត្តវិលមកវិញដែលច្រៀងផ្ញើតាមព្រះពាក្យនោះវាមិនត្រឹមតែធ្វើឲ្យឧត្តមភរិយារបស់លោកមានក្តីរន្ធត់តែប៉ុណ្ណោះទេសូម្បីតែអ្នកដែលបានឮចម្រៀងនេះក៏អាចយល់បាននៅមនោសញ្ចេតនាពិតរបស់លោកនិងទុក្ខសោកដែលលោកមានចំពោះភរិយាជាទីស្រឡាញ់នោះដែរលោកស៊ិនច័ន្ទឆាយាធ្លាប់និយាយថារាល់បទចម្រៀងរបស់លោកប៉ាលោកមានតែបទឧត្តមដួងចិត្តនេះទេដែលលោកពេញចិត្តជាងគេហើយចំពោះបទឧត្តមដួងចិត្តនេះផងដែរមានអ្នកស្ដាប់ខ្លះនិយាយថាបទនេះជាទំនុកភ្លេងដើមរបស់អ្នកចម្រៀងថៃម្នាក់ហើយលោកស៊ិនស៊ីសមុទ្រយកមកនិពន្ធទំនុកច្រៀងថ្មីហើយពេលច្រៀងបទនេះទៅវាជាពីរោះជាងបទដើមរបស់ថៃនោះធ្វើឲ្យព្រះមហាក្សត្រថៃកោតសរសើរលោកយ៉ាងខ្លាំងហើយព្រះអង្គក៏ប្រទានថាសចម្រៀងមាសមួយឲ្យលោកស៊ិនស៊ីសមុទ្រដើម្បីជាអនុស្សាវរីយ៍ផងតែរឿងនេះគ្មានប្រភពអះអាងច្បាស់លាស់នោះឡើយប៉ុន្តែចំពោះបទឧត្តមដួងចិត្តនេះពិតជាពីរោះណាស់ហើយកាលនៅចុងឆ្នាំ1980មានផលិតកម្មមួយបានយកបទនេះទៅថតជាខ្សែភាពយន្តទៀតផងដែលរឿងនោះដាក់ចំណងជើងថាឧត្តមដួងចិត្តនេះតែម្ដងប៉ុន្តែមិនមែនថតលំនាំប្រវត្តិពិតនៃចម្រៀងដែលនិយាយពីជីវិតរបស់លោកស៊ិនស៊ីសមុទ្រនោះឡើយគឺគេនិពន្ធជាសាច់រឿងផ្សេងវិញលោកស៊ិនច័ន្ទឆាយាមានប្រសាសន៍ទៀតថាពេលដែលម៉ាក់លោកចាកចេញពីលោកប៉ាដោយនាំលោកទៅផងនោះម៉ាក់លោករស់នៅដោយការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តម៉ាក់លោកមិនបានទទួលប្រាក់ពីលោកប៉ាលោកទេគឺគាត់រកស៊ីដេរខោអាវនៅផ្ទះនិងមុខរបរតូចតាចដទៃទៀតក្នុងជីវភាពដូចអ្នកស្រុកភូមិទូទៅក្រោយពេលដែលចែកផ្លូវពីបុត្រីរាជវង្សនោះលោកស៊ិនស៊ីសមុទ្រក៏ទៅតាមភរិយាមកពីស្រុកវិញហើយពេលនោះការយោគយល់ចិត្តគ្នាមួយក៏បានកើតឡើងគឺលោកបានជួបជុំនឹងភរិយាវិញហើយអ្នកដែលដើរតួសំខាន់ក្នុងរឿងនេះគឺអ្នកស្រីស៊ិនច័ន្ទហោមតែជាការជានាគ្នានេះអ្នកទាំងពីរមិនធ្វើឡើងនៅទីក្រុងភ្នំពេញដែលជាកន្លែងពួកគេព្រាត់ប្រាសគ្នានោះឡើយគឺពួកគេជ្រើសរើសយកខេត្តសៀមរាបអង្គរដើម្បីលុបចោលនៅស្នាមអតីតកាលនោះហើយវេលានោះលោកក៏និពន្ធចម្រៀងមួយបទដើម្បីជាចំណងដៃនៃការជួបជុំគ្នាវិញរបស់គ្រួសារលោកគឺបទចំបៃសៀមរាបដែលច្រៀងក្នុងឆ្នាំ1969ជាឆ្នាំដែលគ្រួសារលោកជួបជុំគ្នាវិញបទនេះល្បីណាស់នៅជំនាន់នោះបទចំបៃសៀមរាបថតនៅក្នុងឆ្នាំ1969បទនេះមានអត្ថន័យដូចតទៅអោខេត្តសៀមរាបរៀបបានឱសថការខ្ញុំប្រតិបត្តិផ្កាបាត់ដំបងដកចិត្តពុំរួចគួចចិត្តកេងផ្សងតែបាត់ដំបង
ប៉ងស្ម័គ្រចម្ប៉ាឥឡូវបានយល់ចំបៃសៀមរាបដួងចិត្តជ្រួតជ្រាបពោពេញអោរាទ្រង់បងបានស្បើយពីរឿងស្នេហាដែលផ្កាចម្ប៉ាឲ្យរៀមក្រៀមក្រំរយព្រួយរយនឹករយសែនទន្ទឹងពុំឃើញដំណឹងដែលច្រៀងផ្ដែផ្ដាំកន្លងផុតទៅជាយូរខែឆ្នាំតើឲ្យទ្រាំចាំម្ដេចទៅពេលនេះចំបៃសៀមរាបបងអើយមានតែអ្នកហើយព្រះលោកតម្រូវជួយផងគ្រាន់ឲ្យបងបានរស់នៅជាគ្នាតទៅនឹងចំបៃអើយចម្រៀងមួយបទនេះបើអ្នកដែលមិនដឹងរឿងពិតគឺចេះតែស្ដាប់ក្នុងអត្ថន័យធម្មតាមួយប៉ុណ្ណោះគឺគេយល់ថាបុប្ផាពីរតងគឺចម្ប៉ាបាត់ដំបងនិងចំបៃសៀមរាបដែលលោកស៊ិនស៊ីសមុទ្រយកមកបរិយាយក្នុងបទចម្រៀងនេះគឺជាការតំណាងឲ្យនារីពីររូបក្នុងក្តីស្រមៃឬការប្រឌិតតាមបែបធម្មតារបស់កវីទូទៅប៉ុណ្ណោះប៉ុន្តែបើគេដឹងរឿងពិតនៃប្រវត្តិបទនេះគឺវាមិនមែនជារឿងធម្មតាប៉ុណ្ណេះទេវាជាចម្រៀងមួយបទដែលបង្កប់នៅន័យយ៉ាងជ្រាលជ្រៅដែលគ្មាននរណាស្មានដល់គឺបទមួយប្រើដោយឧបមារូបអារម្មណ៍ការប្រៀបធៀបយ៉ាងពិសេសមួយគឺការប្រៀបធៀបរវាងនាងចម្ប៉ាបាត់ដំបងនិងនាងចំបៃសៀមរាបដែលជាតួអង្គក្នុងរឿងនេះបើដូច្នេះមែនគេចង់ដឹងថានរណាជាចម្ប៉ាបាត់ដំបងលោកសំដៅលើនរណាគេហើយចំបៃសៀមរាបសំដៅលើនរណាតាមប្រយោគមួយក្នុងបទចម្រៀងនេះគឺត្រង់កាលខ្ញុំប្រតិព័ទ្ធផ្កាបាត់ដំបងដកចិត្តពុំរួចគួចចិត្តកេងផ្សងតែបាត់ដំបងប៉ងស្ម័គ្រចម្ប៉ានឹងត្រង់ឃ្លាថាដែលផ្កាចម្ប៉ាឲ្យរៀមក្រៀមក្រំនោះគឺលោកចង់សំដៅលើព្រះនាងខ្សែស្ដេចដែលតាមមកជ្រែកសុភមង្គលគ្រួសារលោកឲ្យឃ្លាតពីគ្នារយៈពេល7ឆ្នាំពីឆ្នាំ1962ដល់1969នោះឯងរីឯចំបៃសៀមរាបគឺសំដៅទៅប្រពន្ធដើមរបស់លោកហើយអត្ថន័យត្រង់ថាដកចិត្តពុំរួចគួចចិត្តកេងផ្សងតែបាត់ដំបងប៉ងស្ម័គ្រចម្ប៉ានឹងឃ្លាដែលផ្កាចម្ប៉ាឲ្យរៀមក្រៀមក្រំយើងយល់ច្បាស់ថាលោកក៏មានផលវិបាកចំពោះស្នេហាក្រៅប្រពៃណីនេះដែររីឯត្រង់ឃ្លាមិនឃើញដំណឹងដែលច្រៀងផ្ដែផ្ដាំគឺលោកចង់សំដៅលើបទចម្រៀងឧត្តមដួងចិត្តដែលលោកបានច្រៀងផ្ញើទៅប្រពន្ធដើមលោកគឺអ្នកស្រីខៅ ថងយុតកាលដែលលោកនឹកឃើញកំហុសនោះឯងលុះក្រោយពីការស្រុះស្រួលគ្នាវិញលោកក៏នាំគ្រួសារមករស់នៅម្ដុំទួលទំពូងវិញប្រកបដោយសេចក្តីសុខក្រៅពីស្នេហាចម្រូងចម្រាសបានរលត់រលាយទៅគេពុំឃើញគ្រួសារនេះមានភាពម៉ងសៅដែលជាឧបសគ្គមកបំបែកបំបាក់ឲ្យឃ្លាតចាកពីគ្នាទៀតឡើយចំពោះបទទាំង3បទនេះដែលបទទី1ឧត្តមដួងចិត្តទី2បទចំបៃសៀមរាបដែលបងប្អូនបានស្ដាប់នៅអត្ថន័យរួចហើយតែបទមួយទៀតគឺបទចម្ប៉ាបាត់ដំបងថាតើមានអត្ថន័យយ៉ាងណាដើម្បីធ្វើការប្រៀបធៀបរវាងបទទាំង3នេះនៅពេលនេះសូមស្ដាប់អត្ថន័យនៃបទចម្រៀងចម្ប៉ាបាត់ដំបងដូចតទៅអោបាត់ដំបងបណ្ដូចចិត្តអើយខ្ញុំសូមលាហើយលាទាំងអាឡ័យកាលពីរូបខ្ញុំបានឃ្លាតទៅឆ្ងាយខ្វល់ខ្វាយនឹកស្ដាយពុំមានពេលហែអោបាត់ដំបងកងកម្មវាសនាដែលខ្ញុំប្រាថ្នាគ្មានពេលទំនេរបើសិនជាគូខ្ញុំពីបុព្វេសូមឲ្យមាសស្នេហ៍នឹកឃើញគ្រាដើមកន្លងយូរឆ្នាំចាំទេស្ងួនមានតែរូបអូនដែលជាដង្ហើមចំពោះនុនល្អងចិត្តបងសង្ឃឹមញញឹមថាបានជាគូវាសនាអោបាត់ដំបងខ្ញុំប៉ងយូរហើយតើថ្ងៃណាឡើយបានយល់ភក្ត្រាចិត្តជ្រួលច្របល់រាល់ថ្ងៃខ្លោចផ្សាចង់បានចម្ប៉ាបាត់ដំបងអើយក្រោយពីបានស្ដាប់បទទាំង3នេះហើយតើបងប្អូនមានយោបល់និងអារម្មណ៍បែបណាទៅលើបទចម្រៀងទាំង3បទនេះសូមបងប្អូនជួយខមមិននៅក្នុងខមមិនខាងក្រោមជាការចែករំលែកនៅមតិផ្ទាល់ខ្លួនរបស់បងប្អូនសូមអរគុណ